បាទសួស្តីពុកម៉ែបងប្អូនមាននៅចាំទីកន្លែងមួយនេះដែរទេកាលពីប្រហែលជាង12ឆ្នាំមុនខ្ញុំជឿថាប្រកាសជាមានបងប្អូនខ្លះបានភ្លេចបាត់ទៅហើយថ្ងៃនេះដែរខ្ញុំសូមមករំលឹកអនុស្សាវរីយ៍ខ្លះអាចនឹងមានបងប្អូនខ្លះនៅចងចាំក្រោយពេលយើងធ្វើសង្គ្រាមចាញ់ជនជាតិភូមានៅរោងចក្រត្រីខមកពួកយើងក៏ត្រូវបានជម្លៀសខ្លួនមកនៅទីកន្លែងនេះជាការបណ្ដោះអាសន្ននោះគឺផែប្រមងមីនៅទីកន្លែងនេះមានរឿងរ៉ាវជាច្រើនទាំងភាពរញ៉េរញ៉ៃសប្បាយភ័យខ្លាចលាយឡំនឹងទឹកភ្នែកនេះជាផ្សារពើថាយកាលពីមុនត្រឹមតែជាតូបប្រក់ស្លឹកស័ង្កសីនិងជញ្ជាំងបាំងស្លឹកស័ង្កសីធម្មតាគ្មានឡើយភ្លើងពណ៌តែក៏មានបងប្អូនមនុស្សជាច្រើនដើរលេងនិងទិញអីវ៉ាន់មិនដូចឥឡូវទេទាន់សម័យហើយស្អាតក៏ប៉ុន្តែពុំសូវមានមនុស្សដើរលេងនិងទិញអីវ៉ាន់ច្រើនដូចពីមុនឡើយហើយទីកន្លែងមួយនេះពីមុនក៏ដូចគ្នាដែរត្រឹមតែជាវាលរហោឋានដែលបងប្អូនពលករយកទីកន្លែងនេះមកធ្វើជាតារាងបាល់ទះនិងបាល់ទាត់ក្រោយពេលរួចរាល់ការងារប្រុសគឺមកជួបជុំគ្នានៅទីកន្លែងនេះមានអ្នកខ្លះឈ្នះអ្នកខ្លះចាញ់អ្នកខ្លះទៀតម៉ែដេញវាយគិតទៅក៏សប្បាយមួយយ៉ាងដែរតែឥឡូវបានប្រែក្លាយជាបេនឡានប្រចាំខេត្តនិងជាការ៉ាសាំងពតថដ៏ទំនើបមួយតើបងប្អូននៅចាំឬមានរឿងរ៉ាវអ្វីខ្លះដែលបន្សល់ទុកនៅទីនោះសូមខមមិនប្រាប់ផង